តើហេតុអ្វីបានជាទំនិញថៃនៅតែបន្តហូរចូលមកកាន់ទីផ្សារកម្ពុជាយ៉ាងគំហុកទាំងដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងតែស្រែកហៅយ៉ាងកង់រំពងក្នុងការធ្វើបរិការឈប់ទិញឈប់លក់និងឈប់ប្រើប្រាស់ទំនិញដែលនាំចូលពីប្រទេសជិតខាងមួយនេះតើរាជរដ្ឋាភិបាលកម្ពុជាមិនមានសិទ្ធិឬមិនហ៊ានបិទច្រកព្រំដែនដើម្បីទប់ស្កាត់ការនាំចូលនេះមែនទេឬមួយមានអត្ថាកំបាំងសេដ្ឋកិច្ចអន្តរជាតិអ្វីនៅពីក្រោយខ្នងដែលពលរដ្ឋសាមញ្ញមិនទាន់បានយល់ច្បាស់ថ្ងៃនេះយើងនឹងមកបកស្រាយលម្អិតជុំវិញភាពចម្រូងចម្រាសរវាងច្បាប់ពាណិជ្ជកម្មអន្តរជាតិនិងស្មារតីជាតិនិយមរបស់ប្រជាជាតិខ្មែរសូមស្វាគមន៍មកកាន់ KBN News សូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃប្រិយមិត្តទស្សនិកជនជាទីគោរពថ្មីនេះបញ្ហាចំនួនវប្បធម៌និងព្រំដែនរវាងកម្ពុជានិងថៃបានរុញច្រានឲ្យមានចលនាជាតិនិយមយ៉ាងខ្លាំងក្លាមួយនៅក្នុងប្រទេសកម្ពុជានោះគឺយុទ្ធនាការធ្វើបរិការទំនិញថៃប្រជាពលរដ្ឋខ្មែរអាជីវករតារាល្បីៗនិងអ្នកលេងបណ្ដាញសង្គមរាប់សែននាក់បានប្រកាសយ៉ាងដាច់អហង្ការថាពួកគេនឹងលែងគាំទ្រផលិតផលថៃទៀតហើយដើម្បីជាការឆ្លើយតបទៅនឹងទង្វើរបស់ភាគីថៃប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់និងខកចិត្តនោះគឺទោះបីជាមានការប្រកាសធ្វើបរិការយ៉ាងសន្ធឹកសន្ធាប់យ៉ាងណាក្តីក៏គេនៅតែសង្កេតឃើញរថយន្តដឹកទំនិញធំៗផ្ទុកពោពេញទៅដោយផលិតផលថៃបន្តឆ្លងកាត់ព្រំដែនចូលមកកម្ពុជាដដែលពិសេសគឺការលួចលាក់ហូរចូលតាមរយៈច្រកព្រំដែនប្រទេសឡាវចូលមកកាន់ខេត្តស្ទឹងត្រែងតែម្ដងជុំវិញបញ្ហាដ៏ក្តៅគគុកនេះឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានចេញមុខបកស្រាយយ៉ាងច្បាស់ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថាការដែលទំនិញថៃនៅតែអាចវាយលុកចូលទីផ្សារកម្ពុជាបានមិនមែនមកពីរាជរដ្ឋាភិបាលកម្ពុជាប្រងើយកន្តើយឬកំសាកញញើតនឹងប្រទេសថៃនោះទេប៉ុន្តែវាគឺជាការតាបកិច្ចផ្លូវច្បាប់អន្តរជាតិឯកឧត្តមបានបញ្ជាក់យ៉ាងមុតមមថាកម្ពុជាគឺជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនិងជាសមាជិកពាណិជ្ជកម្មសេរីអាស៊ាន AFTA ផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិទាំងនេះរដ្ឋាភិបាលកម្ពុជាមិនមានសិទ្ធិអំណាចក្នុងការចេញសេចក្តីប្រកាសជាផ្លូវការណាមួយដើម្បីបិទការនាំចូលទំនិញពីប្រទេសសមាជិកណាមួយនោះឡើយទោះបីជាប្រទេសនោះកំពុងមានភាពប្រកម្មរគូផ្នែកនយោបាយឬវប្បធម៌ជាមួយយើងក៏ដោយបើសិនជាកម្ពុជាហ៊ានបំពានច្បាប់ WTO ដោយការបិទព្រំដែនមិនឲ្យទំនិញថៃចូលនោះកម្ពុជានឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិនេះជាការគូបញ្ជាក់របស់ឯកឧត្តមសសុពុត្រាទោះជាយ៉ាងណាក៏ដោយឯកឧត្តមបានសង្កត់ធ្ងន់ថាទំនិញដែលអនុញ្ញាតឲ្យចូលគឺមានតែទំនិញណាដែលឆ្លងកាត់ច្រកទ្វារអន្តរជាតិស្របច្បាប់និងមានការបង់ពន្ធត្រឹមត្រូវចូលជាថវិកាជាតិប៉ុណ្ណោះចំណែកឯទំនិញដែលលួចលាក់រត់ពន្ធចូលតាមច្រករបៀងឬច្រកទឹកខុសច្បាប់អាជ្ញាធរខេត្តនឹងធ្វើការចាប់រឹបអូសនិងដុតកំទេចចោលដោយគ្មានការយោគយល់ឡើយព្រមទាំងចាត់វិធានការច្បាប់តឹងរឹងបំផុតទៅលើជនខេត្តខូចទាំងនោះយ៉ាងណាមិញការចេញមុខបកស្រាយរបស់អភិបាលខេត្តរូបនេះបានបង្កឲ្យមានប្រតិកម្មចម្រុះពីសំណាក់អ្នកជំនាញសេដ្ឋកិច្ចនិងប្រជាពលរដ្ឋលោកបណ្ឌិតជ័យតាច់អ្នកជំនាញផ្នែកសេដ្ឋកិច្ចល្បីឈ្មោះមួយរូបបានសម្ដែងការព្រួយបារម្ភថាការលើកឡើងរបស់អាជ្ញាធរនៅពេលនេះទោះបីជាត្រូវតាមគោលការណ៍ច្បាប់អន្តរជាតិក៏ពិតមែនប៉ុន្តែវាហាក់បីដូចជាការចាក់ទឹកត្រជាក់ទៅលើទឹកចិត្តដ៏ពុះកញ្ជ្រោលរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែមានស្មារតីជាតិនិយមខ្ពស់នៅក្នុងការធ្វើបរិការលោកបណ្ឌិតយល់ថាការពន្យល់នេះអាចធ្វើឲ្យពលរដ្ឋមួយចំនួនបាក់ទឹកចិត្តនិងគិតថាការខិតខំប្រឹងប្រែងធ្វើបរិការរបស់ពួកគេគឺជារឿងអត់ប្រយោជន៍ទន្ទឹមនឹងនេះលោកបណ្ឌិតហុងវណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជាបានផ្ដល់នូវការវិភាគដ៏ស៊ីជម្រៅមួយថាមែនហើយរដ្ឋាភិបាលមិនអាចចេញមុខបិទទំនិញថៃបានទេដោយសារជាប់កិច្ចសន្យា WTO ប៉ុន្តែ WTO មិនបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើបរិការនោះទេនេះគឺជាចំណុចគន្លឹះដ៏សំខាន់បំផុតនៅក្នុងទ្រឹស្ដីសេដ្ឋកិច្ចទីផ្សារសេរីអំណាចដ៏ធំបំផុតមិនមែនស្ថិតនៅលើអ្នកលក់ឬរដ្ឋាភិបាលនោះទេប៉ុន្តែវាស្ថិតនៅលើកណ្ដាប់ដៃរបស់អ្នកទិញឬអតិថិជនការសម្រេចចិត្តថានឹងទិញឬមិនទិញគឺសិទ្ធិផ្ដាច់មុខរបស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗបើសិនជាប្រជាពលរដ្ឋខ្មែរពិតជាមានឆន្ទៈមោះមុតរួមសាមគ្គីគ្នាឈប់ទិញផលិតផលថៃមែននោះទោះបីជារថយន្តថៃរាប់ពាន់គ្រឿងដឹកទំនិញមកចាក់កពេញផ្សារកម្ពុជាក៏គ្មានអ្នកទិញដែរទីបំផុតទំនិញទាំងនោះនឹងខូចគុណភាពហួសដលេហើយឈ្មួញថៃនឹងដួលរលំខាតបង់រាប់លានដុល្លារដោយខ្លួនឯងដោយមិនបាច់ឲ្យរដ្ឋាភិបាលកម្ពុជាចេញមកបិទព្រំដែនឡើយនេះហើយគឺជាអាវុធសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់ប្រជាជន
បន្ថែមពីលើនេះលោកបណ្ឌិត Dr. Darren អ្នកជំនាញសេដ្ឋកិច្ចមួយរូបទៀតបានលើកឡើងពីឱកាសមាសនៅក្នុងវិបត្តិមួយនេះលោកបានសង្កត់ធ្ងន់ថានេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុតដែលប្រជាជាតិខ្មែរទាំងមូលត្រូវងាកមកពង្រឹងកម្លាំងសេដ្ឋកិច្ចផ្ទៃក្នុងជំនួសឯការគ្រាន់តែបដិសេធទំនិញថៃយើងត្រូវតែងាកមកគាំទ្រលើកទឹកចិត្តនិងប្រើប្រាស់ផលិតផលក្នុងស្រុកផលិតផលខ្មែរឲ្យបានខ្លាំងក្លាបំផុតសហគ្រាសធុនតូចនិងមធ្យម SME របស់កម្ពុជាត្រូវតែទាញយកអត្ថប្រយោជន៍ពីឱកាសនេះដើម្បីពង្រឹងគុណភាពតម្លៃនិងការវិចាររបស់ខ្លួនដើម្បីប្រកួតប្រជែងយកចំណែកទីផ្សារដែលទំនិញថៃបានបន្សល់ទុកបើសិនជាផលិតផលក្នុងស្រុកមិនទាន់អាចផ្គត់ផ្គង់បានគ្រប់គ្រាន់កម្ពុជាក៏មានជម្រើសក្នុងការនាំចូលទំនិញពីប្រទេសជាមិត្តផ្សេងទៀតដូចជាវៀតណាមចិនជប៉ុនឬកូរ៉េខាងត្បូងជាដើមដែលសុទ្ធសឹងតែជាប្រទេសមានសក្តានុពលសេដ្ឋកិច្ចនិងគោរពអធិបតេយ្យភាពកម្ពុជាសរុបសេចក្តីមកវត្តមាននៃទំនិញថៃនៅក្នុងទីផ្សារកម្ពុជាក្រោមឆ័ត្រនៃអង្គពាណិជ្ជកម្មពិភពលោក WTO គឺជារឿងដែលជាមិនរួចផ្នែកច្បាប់រដ្ឋបាលអន្តរជាតិប៉ុន្តែជោគវាសនានៃទំនិញទាំងនោះថាតើអាចរស់រានមានជីវិតនៅលើទឹកដីអច្ឆរិយៈមួយនេះបានឬយ៉ាងណាគឺស្ថិតនៅលើការសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាដែលជាម្ចាស់លុយនិងជាម្ចាស់ស្រុកការធ្វើពហិការដោយអហិង្សាស្របច្បាប់និងមានសីលធម៌គួបផ្សំនឹងការគាំទ្រផលិតផលជាតិយ៉ាងពិតប្រាកដគឺជាមាគ៌ាដ៏ត្រឹមត្រូវបំផុតក្នុងការបង្ហាញពីភាពរឹងមាំនិងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ពិភពលោកអរគុណសម្រាប់ការតាមដាន KBN News ជួបគ្នាជារៀងរាល់ថ្ងៃជាមួយព័ត៌មានពិតជាក់លាក់និងរហ័សទាន់ចិត្ត